ជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីទស្សនវិជ្ជានៅផ្សារ Farmers Market នៅក្នុងសហរដ្ឋអាមេរិកចឹងសូមអំពូមីងបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាពីទស្សនវិជ្ជាផ្សារ Farmers Market នៅក្នុងប្រទេសអាមេរិកនៅទីនេះគឺជាផ្សារដែលប្រជាពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិកគាត់មានដំណាំដាំដុះផ្លែឈើទ្រដំណាំហើយនឹងការលក់ដូរសម្ភារៈចេញឆ្នៃពីចំការរបស់គាត់ថែមទាំងមានលក់បន្លែផ្លែឈើដែលនៅក្នុងចំការរបស់គាត់គឺជារបស់ធម្មជាតិស្រស់តែម្ដងចឹងសូមអំពូមីងបងប្អូនទស្សនាទាំងអស់គ្នាពីទស្សនវិជ្ជានៃផ្សារ Farmers Market នៅក្នុងសហរដ្ឋអាមេរិកនៅទីនេះគឺមានលក់ទាំងសម្ភារៈរបស់ញ៉ាំសម្ភារៈប្រើប្រាស់តាមជាងដំណាំដាំដុះផ្លែឈើបន្លែចម្ការស្រស់តែម្ដងថែមទាំងមានលក់បន្លែស្រស់ពីចម្ការក្រោយផ្ទះឬក៏ចម្ការដែលគាត់បានដំណើរផលគឺ organic ពីធម្មជាតិថែមទាំងមានលក់របស់ញ៉ាំថែមទាំងគេមានឲ្យគេបន្ទាប់ពីនេះគេអាចឲ្យយើងភ្លក់សាកល្បងពីផលិតផលរបស់គេនៅក្នុងរសជាតិឆ្ងាញ់ផងដែរចឹងសូមអំពូមីងបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាពីការលក់នំចំណីម្ហូបអាហារនៅទីនេះផងដែរចឹងអំពូមីងបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាពីការដែលគេធ្វើនំថ្មីថែមទាំងមានការ៉េមដូងផងដែរថ្ងៃនេះពួកខ្ញុំបានមកញ៉ាំការ៉េមដូងបាន order ការ៉េមដូងពីជនជាតិថៃខាងស្រះកែវគេក៏បានមកលក់នៅដល់ទឹកដីអាមេរិកនេះផងដែរចឹងសូមអំពូមីងបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាហើយនឹងញ៉ាំការ៉េមដូងជាមួយខ្ញុំតែនខ្ញុំបានការ៉េមដូងមួយហើយនេះគឺជាជនជាតិថៃដែលគាត់មកពីខាងស្រះកែវនេះគឺជាទស្សនវិជ្ជាលក់សម្ភារៈប្រើប្រាស់សពគ្រប់បែបយ៉ាងនៅក្នុងផ្សារ Farmers Market នៅក្នុងទីក្រុងSan Diego នៅសហរដ្ឋអាមេរិកតែនេះគឺជាទស្សនវិជ្ជាដែលខ្ញុំបង្ហាញពីប្រាប់អំពូមីងបងប្អូនទាំងអស់គ្នានៅរាល់ទស្សនវិជ្ជានៅក្នុងសហរដ្ឋអាមេរិកនេះផងដែរអញ្ចឹងសូមអរគុណអំពូមីងតែងតែគាំទ្រនិងទស្សនាវីដេអូរបស់ខ្ញុំដើម្បីចែកចាយទស្សនវិជ្ជាពីនៅសហរដ្ឋអាមេរិកឲ្យអំពូមីងបានឃើញនេះគឺជាការតាំងលក់សម្រាប់ផលិតផលនិងរាល់តំណែងដែលលក់នៅក្នុងផ្សារ Farmers Market នេះផងដែរចឹងសូមអំពូមីងបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាហើយនឹងនេះគឺជាថ្ងៃចុងសប្តាហ៍សម្រាប់ Friday ថ្ងៃសុក្ររាល់ដែលថ្ងៃសុក្រគឺផ្សារ Farmers Market និងផ្សារកសិកម្មនេះគឺគាត់តែងតែដាក់លក់ជារៀងរាល់ថ្ងៃសុក្រតែម្ដងអរគុណអំពូមីង